ទៅសម្ភារជិះម៉ូតូតែម្នាក់ឯងទៅសម្ភារវាអ្នកណាត់ស្ថានទូតខ្លួនឯងផ្ទាល់ឯកសារគ្រប់គ្រាន់រយៈពេលប្រហែលជាខ្ទង់3ខែយើងបានសម្ភារហើយយើងបានមកសរសេរបងប្អូនទាំងអស់គ្នាខ្ញុំបាទរិទ្ធថ្ងៃនេះមកនិយាយពីប្រធានបទតាក់ទងមួយក្មួយខ្ញុំហ្នឹងមករៀននៅអាមេរិកតិចខ្ញុំគិតថាមានសំណួរមួយចំនួនដែលបងប្អូនសួរថាដូចគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំលើកសំណួរមួយចំនួនយកមកឆ្លើយដើម្បីឲ្យបងប្អូនក្រោយទៀតគាត់មើលទៅខ្ញុំគិតថាមានអ្នកផ្សេងគាត់ឆ្ងល់ដូចគ្នាដែរអញ្ចឹងសំណួរទី1តើយើងត្រូវដាក់ពាក្យហ្នឹងដាក់ពាក្យមករៀនហ្នឹងដាក់ពាក្យរបៀបម៉េចបើនិយាយទៅចេះជំហានដំបូងសម្រាប់ខ្ញុំនៅអាមេរិកស្រាប់អញ្ចឹងបើសិនជាមានបងប្អូនណាដែលគាត់មានសាច់ញាតិឬក៏បងប្អូនដែលនៅអាមេរិកគាត់ចង់រត់ការឲ្យក្មួយឬក៏អ្នកផ្សេងទៀតពីស្រុកខ្មែរមករៀននៅអាមេរិកខ្លួនឯងអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកនៅអាមេរិកទី1យើងត្រូវដើររកសាលាសិនយើងចង់ដាក់ពាក្យឲ្យគាត់មករៀនសាលាណាអញ្ចឹងយើងដើរមើលសាលាណាដែលយើងពេញចិត្តសិនទៅដូចថាសាលាណាដែលនៅគៀកផ្ទះយើងសាលាណាគេងាយទទួលយកឬក៏លក្ខខណ្ឌគេងាយស្រួលអីអញ្ចឹងណាយើងមើលសាលាហើយយើងទៅសួរគេទៅសួរសាលាទៅថាសាលាហ្នឹងពេលសិស្សអន្តរជាតិមករៀនគេត្រូវការអីគេខ្លះយើងរៀបចំឯកសារដូចតែសាលាដែលគេតម្រូវអញ្ចឹងណាហើយរៀបចំឯកសារហើយយើងផ្ញើឲ្យគេទៅបើសិនជាគេទទួលគេផ្ញើឲ្យ I-20 មកឲ្យយើងគេឲ្យយើងណាត់មួយស្ថានទូតយើងសម្ភារហើយអាហ្នឹងគឺជាអ្វីដែលខ្ញុំបានធ្វើហើយជាអ្វីដែលយើងគួរតែធ្វើពេលដែលយើងរៀបចំឯកសារហ្នឹងសំណួរទី2តើរយៈពេលប៉ុន្មានរយៈពេលដែលខ្ញុំរត់ការបើសិនជាយើងមានឯកសារគ្រប់គ្រាន់យើងមិនបាច់គិតពីរឿងថាធ្វើប៉ាសពតឬក៏ប្រឡងយកបន្ទុកអង់គ្លេសមិនទេយើងមិនបាច់គិតទេយើងគិតថាពីថ្ងៃដែលយើងមានឯកសារគ្រប់គ្រាន់ដើម្បីឲ្យសាលាហើយសាលាគេត្រួតពិនិត្យករណីរបស់ខ្ញុំពេលដែលយើងមានឯកសារគ្រប់គ្រាន់ខ្ញុំផ្ញើឲ្យគេក្នុងអំឡុងតែប្រហែលជាមួយអាទិត្យទៅ2អាទិត្យឯងគេឆែកហើយគេឆ្លើយតបមកយើងវិញអញ្ចឹងគេព្រមទទួលយើងអញ្ចឹងយើងណាត់ទៅស្ថានទូតហើយណាត់ថ្ងៃសម្ភាសបានថ្ងៃសម្ភាសហើយមកអញ្ចឹងក្នុងអំឡុងការងារទាំងអស់ហ្នឹងពីយើងដែលមានឯកសារគ្រប់គ្រាន់រយៈពេលប្រហែលជាខ្ទង់3ខែយើងបានសម្ភាសហើយយើងបានមកហើយសំណួរបន្ទាប់ទៀតមិនជាសំណួរអីតែភាគច្រើនមានបងប្អូនគាត់ខមមិនអញ្ចឹងណាថាក្មួយខ្ញុំវាសំណាងដែលបានមករៀនណែអញ្ចឹងណាតែមានមិញមាធានាមករៀនអញ្ចឹងទៅតែកន្លែងហ្នឹងក៏ខ្ញុំចង់ឲ្យ credit វាចោះថាវាសំណាងហើយមានខ្ញុំអ្នកនៅណែស្រាប់មានអ៊ំនៅស្រុកខ្មែរគាត់ជួយធានាជាលក្ខណៈលុយកាក់តែរឿងមួយទៀតក្រៅពីសំណាងហ្នឹងវាប្រឹងខ្លួនឯងដែរដូចថាវាប្រឹងប្រឡងអង់គ្លេសបានបន្ទុកគ្រប់គ្រាន់ហើយខ្ញុំធ្វើបិទឲ្យខ្ញុំរៀបចំឯកសារឲ្យវាមែនប៉ុន្តែពេលដែលផ្ញើឯកសារឲ្យសាលាហើយសាលាគឺគេតាក់ទងមួយវាផ្ទាល់គេអត់និយាយមួយយើងទេគេចង់និយាយមួយវាផ្ទាល់អញ្ចឹងណាអញ្ចឹងសាលាគេផ្ញើអ៊ីមែលមួយវាផ្ទាល់ពេលខ្លះវាត្រូវ call ទៅសាលាផ្ទាល់អីអញ្ចឹងណាហើយបន្ទាប់មកពេលដែលទទួលបានទៅថា I-20 គេព្រមយកវាចូលរៀនហើយវាអ្នកណាត់ស្ថានទូតខ្លួនឯងផ្ទាល់ហើយទៅសម្ភារជិះម៉ូតូតែម្នាក់ឯងទៅសម្ភារអីអញ្ចឹងទៅអញ្ចឹងខ្ញុំគ្រាន់ចង់និយាយថាកន្លែងនេះវាសំណាងមែនប៉ុន្តែវាព្យាយាមខំប្រឹងរបស់វាបានមករៀនណែសំណួរបន្តទៀតចំណាយអស់ប្រហែលក្នុងមួយឆ្នាំមករៀនណែអញ្ចឹងសម្រាប់ករណីក្មួយខ្ញុំនេះនៅសាលា Saint Jack ហ្នឹងគឺគេតម្រូវឲ្យសិស្សអន្តរជាតិរៀនក្នុងមួយ semester យ៉ាងហោចណាស់ឲ្យបាន210 credit អញ្ចឹងក្នុងមួយ credit យើងបង់ប្រហែលខ្ទង់300អញ្ចឹង210 credit ខ្ទង់ប្រហែលជា4000ក្នុងមួយ semester អញ្ចឹងបើនិយាយទៅក្នុងមួយឆ្នាំអាចថាក្រោម10000វាក្បែរនឹង10000យើងតាំងថ្លៃសភៅថ្លៃអីអញ្ចឹងណា
ហើយតើមករៀនប្រហែលឆ្នាំសម្រាប់ករណីមករៀននៅអាមេរិកនេះខ្ញុំកន្លែងហ្នឹងនិយាយស្មោះត្រង់ខ្ញុំអត់បានធ្វើ research ទេប៉ុន្តែខ្ញុំសួរនាំវាទៅហើយនឹងខ្ញុំធ្លាប់ពីដូចថាខ្ញុំធ្លាប់សួរនាំសាលាអញ្ចឹងណាបើសិនខ្ញុំនិយាយខុសជួយកែខ្ញុំផងតែកន្លែងតាមខ្ញុំដឹងមកនេះ visa អត់មានកំណត់ឆ្នាំទេពេលដែលយើងរៀនតទៀតដូចថាយើងបង់លុយមួយ semester គេផ្ញើ I-20 ឲ្យយើងម្ដងអញ្ចឹងមានថានៅពេលដែលយើងនៅតែបន្តរៀនយើងនៅតែមានសិទ្ធិនៅសហរដ្ឋអាមេរិកចង់យើងមករៀន4ឆ្នាំ5ឆ្នាំ6ឆ្នាំអត់សំខាន់ទេសំខាន់យើងនៅរៀនបន្តទៀតអត់អញ្ចឹងណាហើយសំណួរបន្តទៀតតាក់ទងមួយតើអ្នករៀបចំឯកសារនៅអាមេរិកនេះឬក៏អ្នក sponsor នៅអាមេរិកនេះត្រូវការចាំបាច់ថាត្រូវមានអ្នក sponsor នៅអាមេរិកអត់កន្លែងហ្នឹងអត់ត្រូវចាំបាច់មានអ្នក sponsor នៅអាមេរិកទេករណីរបស់ខ្ញុំករណីក្មួយខ្ញុំនេះខ្ញុំគ្រាន់ជួយរៀបចំឯកសារឲ្យទេតាក់ទងមួយ financial គឺអត់មានឈ្មោះខ្ញុំទេបងខ្ញុំនៅស្រុកខ្មែរអ៊ំគាត់អ្នកធានាឲ្យទេដូចថាគាត់អ្នកចេញឈ្មោះគាត់អ្នកធានាឲ្យមករៀនហើយតើត្រូវ proof income អ្នកនៅអាមេរិកនេះអត់ឬក៏អ្នកនៅស្រុកខ្មែរអត់សំណួរនេះគឺយើងអត់ចាំបាច់ត្រូវ proof income ទេមានថាចំណូលតិចចំណូលច្រើនគេអត់ចង់ដឹងទេគេចង់ដឹងថាយើងមានលុយមករៀនអត់ហើយកន្លែងនេះក៏ចង់និយាយថាចេះគេត្រូវចាំបាច់ឲ្យយើងមានលុយតម្កល់អញ្ចឹងក្នុងកងធនាគាររបស់យើងហ្នឹងគេចង់ដឹងថាយើងមានលុយប្រហែលជា30000ករណីនេះយើងត្រូវមានលុយ34000ជាងឡើងទៅសម្រាប់សាលាសែនចែកនេះណាសម្រាប់សិស្សអន្តរជាតិអញ្ចឹងក្មួយខ្ញុំមកនេះបងខ្ញុំក៏ដាក់លុយតម្កល់50000កាលហ្នឹងហើយហ្នឹងសំណួរតាំងប្រហែលហ្នឹងគឺខ្ញុំឃើញអាសាមានបងប្អូនគាត់ឆាតមកសួរហើយនឹងគាត់ comment សួរអញ្ចឹងតាក់ទងមួយវីដេអូហ្នឹងប្រហែលជាវីដេអូចុងក្រោយសម្រាប់ប្រធានបទនេះបើសិនជាបងប្អូនឆ្ងល់ឬក៏មានសំណួរបន្ថែមទៀតអាចឆាតសួរឬក៏ comment បានខ្ញុំនៅតែឆ្លើយអញ្ចឹងប៉ុន្តែខ្ញុំឈប់ធ្វើវីដេអូហ្នឹងហើយតាក់ទងប្រធានបទហ្នឹងហើយអញ្ចឹងសង្ឃឹមជួបគ្នាវីដេអូបន្តទៀតជួយ like share comment និង follow ខ្ញុំផងជួបគ្នាវីដេអូបន្តទៀតបាយបាយ